បាទ admin សូមគោរពនឹងជម្រាបសួរក៏ដូចជាសួស្តីទៅកាន់ពុកម៉ែបងប្អូនដែលជួយចិត្តតាមដាននៃការឲ្យតម្រុយឆ្នោតយួននៅលើ Channel តម្រាឆ្នោតយួនរបស់ admin បាទមកជួបជាមួយនឹង admin សារជាថ្មីទៅហើយក្នុងការចែកជូននៅតម្រុយថ្ងៃថ្មីបាទថ្ងៃទី28ខែ3 2026តែម្ដងបាទអញ្ចឹងបាទតោះកុំឲ្យពុកម៉ែយើងបាទនៅចាំយូរយើងចូលទៅមើលនៃការឲ្យតម្រុយនៅថ្ងៃថ្មីតែម្ដងបាទដោយសារមិនសាមិញពុកម៉ែបងប្អូនបាទតម្រុយ admin អត់បានចូលទេពុកម៉ែបងយើងបាទ admin សូមការអធិស្ឋានផងសម្រាប់តម្រុយបាទកាលពីមិនសាមិញបាទចឹងមិនប្រកាសថាចូលបានរាល់ថ្ងៃទេពុកម៉ែបងប្អូនបាទមានថ្ងៃណាអត់មានថ្ងៃណាចូលក៏ចូលខ្លះបាទចឹងបាទតម្រុយមិនប្រកាសថាអាចចូលរាល់ថ្ងៃទេបាទ admin តែងតែបញ្ជាក់បាទតម្រុយនៅតែជាតម្រុយពុកម៉ែបងយើងមិនមែនជាលទ្ធផលទេបាទចឹងបើថ្ងៃណាខុសក៏កុំអអន់សពូនចិត្តអីពុកម៉ែបងប្អូនយើងបាទរាល់តម្រុយដែល admin ដាក់ចែកជូនទៅគឺ admin ខំសម្រិតសម្រាំងដែរពុកម៉ែបងប្អូនយើងបាទធ្វើម៉េចបើវាអត់មកបាទចឹងឃើញថាខុសមួយថ្ងៃហើយពុកម៉ែបងយើងបាទ admin អធិស្ឋានបាទសូមអធិស្ឋានពីសំណាក់បងប្អូនយើងផងបាទចឹងកុំឲ្យពុកម៉ែបងប្អូនយើងបាទនៅចាំយូរបាទយើងទៅយោបាទហេងនៅលៀបជ័យនៅថ្ងៃថ្មីទាំងអស់គ្នាតែម្ដងណាបាទចា admin បានរៀបចំរួចហើយសម្រាប់តម្រុយនៅថ្ងៃថ្មីសង្ឃឹមថាបងប្អូនយើងបាទបានយកទៅធ្វើការផ្សងសំណាងក៏បានហេងទាំងអស់គ្នាបាទនៅតម្រុយថ្ងៃថ្មីនេះផងដែរណាបាទចឹងតោះបាទកុំឲ្យបងប្អូនយើងបាទនៅចាំយូរចូលទៅមើលនៅតម្រុយជាមួយនឹង admin តែម្ដងបាទចឹងសម្រាប់បាទ2លេខបាទ2លេខរបស់ admin ថ្ងៃនេះ admin ឲ្យ94បាទ47បាទ38និង08បាទចឹងសម្រាប់2លេខរបស់ admin កុំភ្លេចលេខត្រែងក៏ដូចជាលេខគុណត្រឡប់ណាពុកម៉ែបងប្អូន admin តែងតែបញ្ជាក់ជារឿយៗជារៀងរាល់ថ្ងៃតែម្ដងណាបាទចឹងសម្រាប់បាទលេខទងអូសបាទទងអូស admin ឲ្យអូសនៅខ្ទង់កៅហើយនឹងមកគ្រាប់ទៀត admin ឲ្យអូសនៅខ្ទង់ខ្សែផងដែរបាទបាទចឹងសម្រាប់លេខធំបាទលេខធំ admin ឲ្យចំនួន2ខ្ទង់ដដែលទេបាទ admin ឲ្យបាទ951គុណណាសម្រាប់លេខធំរបស់ admin បាទកុំភ្លេចគុណឲ្យសោះបាទមកគ្រាប់ទៀត admin ឲ្យ762បាទនឹងហើយបងប្អូនយើងបាទសម្រាប់ថ្ងៃថ្មី admin ក៏មានតម្រុយថ្មីបាទលេខល្អប៉ុណ្្នឹងទេដើម្បីយកមកចែកជូនទៅដល់ពុកម៉ែបងប្អូនយើងយកទៅធ្វើការផ្សងសំណាងប្រចាំថ្ងៃផងដែរហើយក៏ជាចុងក្រោយពុកម៉ែបងប្អូនយើងបាទកុំភ្លេចបាទជួយចុចជាវក៏ដូចជាបើកនៅសញ្ញាកណ្ដឹងនៅលើ Channel បាទរបស់ admin ម្នាក់មួយផងបាទដើម្បីជាការផ្ដល់នូវកម្លាំងចិត្តក៏ដូចជាងាយស្រួលទៅកាន់ពុកម៉ែបងប្អូនយើងតាមដានរកការចែកជូននៅតម្រុយនៅថ្ងៃថ្មីក៏ដូចជាការអោយការផ្សាយផ្ទាល់នៅលទ្ធផលឆ្នោតយួនប្រចាំថ្ងៃនៅលើ Channel admin បានរាល់ថ្ងៃផងដែរបាទចឹង admin ក៏សូមអរគុណច្រើនទុកជាមុនពុកម៉ែបងប្អូនបាទ admin ក៏សូមគោរពជូនពរពុកម៉ែបងប្អូនយើងឲ្យសុខភាពល្អសំណាងល្អរកស៊ីទទួលទានមានបានគ្រប់ក្រុមគ្រួសារទៅណាមកណាក៏សូមឲ្យជួបតែសុខសុវត្ថិភាពទាំងអស់គ្នាផងដែរបាទចឹង admin ក៏សូមគោរពជម្រាបលាពុកម៉ែបងប្អូនយើងតែប៉ុណ្ណេះបាទជួបគ្នាក្នុងការចែកជូននៅតម្រុយនៅថ្ងៃថ្មីនៅថ្ងៃស្អែកជាបន្តទៀតតាមពេលវេលានៅម៉ោងដដែលបាទ admin ក៏សូមអរគុណបាទសូមគោរពលា